ការធ្វើដំណើរកំសាន្តទៅកាន់ស្ពានខ្ពស់ជាងគេនៅស្រុកវាលវែងហើយទេសភាពតាមដងផ្លូវពិតជាស្រស់ស្អាតខ្លាំងណាស់បងប្អូនហើយរុក្ខជាតិឡើងពណ៌បៃតងស្រស់ហ្មងហើយជាពិសេសផ្លូវស្អាតផ្លូវជាតិស្អាតបាទហើយនេះគឺជាតកុងឡានបានឃើញទេសភាពអញ្ចឹងមកតកុងឡានអត់មានងុយដេកទេសំខាន់អ្នកខាងក្រោយនេះបាទអ្នកខាងក្រោយតូចនេះអត់មានមើលទេសភាពទេទេសភាពពិតជាស្អាតណាស់ស្អាតមែនតែនបាទហើយផ្លូវដែលពួកខ្ញុំធ្វើដំណើរនេះគឺផ្លូវជាតិលេខ10បាទហើយទេសភាពតាមដងផ្លូវពិតជាស្អាតណាស់មើលស្អាតហ្មងហើយកំពុងតែជិះស្រាប់តែមកដល់ចំការទុរេនអូសោមបាទក៏ឆ្លៀតចូលទៅក្នុងចំការទុរេននឹងលេងហើយដូចបានឃើញក្នុងវីដេអូចឹងបងប្អូនហើយទុរេនផ្លែល្អណាស់ទុរេនល្អតែមែនតែនមកដើមនេះមិនមែនតិចទេណាបងប្អូនផ្លែច្រើនស្កិចស្កាស់មែនតែនឃើញទុរេនល្អពេកក៏ទិញបាន 4-5 ផ្លែបងប្អូនហើយនេះបងប្អូនចេញពីចំការទុរេនមកក៏មកដល់ស្ពានទេសភាពស្អាតណាស់បងប្អូនហើយមើលពីលើស្ពានទៅស្ពាននេះមានបណ្ដោយរហូតដល់537 ម៉ែត្របងប្អូនហើយកម្ពស់នឹងមានរហូតដល់90 ម៉ែត្រណោះកម្ពស់បងប្អូនហើយយើងមើលទេសភាពពីលើស្ពានទៅជុំវិញស្ពានពិតជាស្រស់ស្អាតណាស់បងប្អូនហើយស្អាតមែនតែនទេសភាពត្រូវនឹងខ្យល់បក់មកត្រជាក់ទៀតបងប្អូនអត់ក្តៅទេទេសភាពស្អាតរដូវនេះស្អាតណាស់បងប្អូន